ជាលើកទី1នៃការមកដល់ស្រុកថ្មបាំងក៏ដូចជាការបានមកស្គាល់សហគមន៍អេកូទេសចរតំបន់ស្ទឹងអរ៉ែងជាភាពចាស់ដន់មែនទែនខ្ញុំបានមកដល់តំបន់ទេសចរបែបធម្មជាតិមួយកន្លែងនេះតែខ្ញុំមិនដែលធ្លាប់មានគម្រោងទុកថានឹងមកលេងទីនេះតទៅសោះប៉ុន្តែបន្ទាប់ពីបានមកដល់ទីនេះក៏មានអារម្មណ៍ជំរុញចិត្តខ្ញុំថាត្រូវតែបង្ហាញឲ្យពុកម៉ែបងប្អូនបានស្គាល់បានដឹងថានេះគឺជាសម្រស់ព្រៃព្រឹក្សានារដូវវស្សានៃទឹកដីខេត្តកោះកុងទីតាំងដែលពួកយើងបានមកបោះតង់លើកនេះឈ្មោះថាភ្នំម្រេចកង្កែបហើយអ្វីបានជាភ្នំម្រេចកង្កែបបានក្លាយជាគោលដៅទេសចរមួយយ៉ាងទាក់ទាញក្នុងចំណោមគោលដៅទេសចរទាំងអស់នៃតំបន់ស្ទឹងអរ៉ែងទីនេះអាចថាជាចំណុចចាប់ផ្ដើមមួយសម្រាប់អ្នកចង់សាកល្បងធ្វើដំណើរកម្សាន្តបែបឡើងភ្នំក៏ដូចជាការបោះតង់ព្រោះរយៈពេលនៃការដើរឡើងមានរយៈពេលប្រមាណជា2ម៉ោងតែប៉ុណ្ណោះពួកយើងនឹងអាចទៅដល់ទីតាំងនេះបានហើយបើនិយាយពីចម្ងាយត្រូវធ្វើដំណើរគឺត្រឹមតែ4គីឡូម៉ែត្រតែប៉ុណ្ណោះជាស្ថានភាពផ្លូវស្មើដែលចំណោតឡើងភ្នំមិនចោតខ្លាំងពេកទេចម្ងាយត្រឹមតែ500ម៉ែត្រតែប៉ុណ្ណោះគឺយើងអាចឡើងផុតដល់ទីតាំងភ្នំម្រេចកង្កែបបានហើយលើពីភាពងាយស្រួលក្នុងការធ្វើដំណើរអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយថាសម្រស់ធម្មជាតិនៅទីនេះគឺស្អាតមិនធម្មតាទេជាតំបន់ងាយនឹងចុះអាប់ព្រោះទីនេះមានព្រៃក្រាស់ខ្លាំងមែនទែនអាចនិយាយបានថាទីនេះគឺជាតំបន់ព្រៃស្រោងក៏ថាបានសម្រស់ដ៏ត្រជាក់ភ្នែកពីកម្រាលពើងថ្មដ៏ស្រឡះដែលយើងអាចមើលឃើញទេសភាពកម្រាលពពកជាកំណកសំណើមទឹកពីធម្មជាតិធ្វើឲ្យអារម្មណ៍ស្រស់ថ្លាបាត់បង់អស់ទុក្ខកង្វល់ view នៅទីនេះប្រែប្រួលមួយនាទីម្ដងទៅតាមបរិយាកាសអាចនិយាយបានថាសំណាងក៏ថាបានឬក៏អាចហៅថាទំនោរជាមួយអ្នកស្រឡាញ់ធម្មជាតិពួកយើងបានឃើញ view នៅទីនេះច្រើនបែបច្រើនសន្តានមែនទែនទាំង view ព្រៃឈើនៅពេលមេឃស្រឡះview ចុះអាប់ក្រាស់ពេញព្រៃនិង view ដ៏អស្ចារ្យមួយទៀតគឺកម្រាលពពកយ៉ាងក្រាស់នៅមុខកន្លែងពើងថ្មដែលពួកយើងបានបោះតង់ជាភាពរីករាយមួយដែលខ្ញុំបានមកដល់ទីនេះក៏សូមណែនាំអ្នកទាំងអស់គ្នាឲ្យសាកល្បងមកលេងទីនេះឲ្យបានម្ដងដែរពីព្រោះរដងយើងគ្រប់គ្នាតែងតែលើដល់ខេត្តកោះកុងតែងតែនឹកឃើញទៅដល់សមុទ្រហើយនិងកោះតែនេះគឺជាអ្វីដែលយើងគួរតែស្គាល់ថ្មីអ្វីដែលដិតដាមជាងគេគឺអាកាសធាតុនៅទីនេះជាពិសេសនៅតាមដងផ្លូវហើយនឹងការគយគន់នៅដំណាំជលផលរបស់ប្រជាជននៅតាមដងផ្លូវដ៏ស្រស់ត្រកាលហើយអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍អស្ចារ្យបន្ថែមច្រើនទៀតនៅពេលដែលអ្នកទាំងអស់គ្នាបានមកដល់ទីនេះផ្ទាល់ហើយសង្ឃឹមថាវីដេអូនេះក៏ជាចំណែកមួយក្នុងការផ្សព្វផ្សាយតំបន់ទេសចរនៅក្នុងប្រទេសយើងផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជម្រាបលាបាយបាយ